អវកាសយាននឹកស្ត្រីដំបូងរួមដំណើរទៅកាន់ឋានព្រះច័ន្ទបន្ទាប់ពីជាង50ឆ្នាំបាននិយាយពីវិស័យអាកាសប្រហែលជាមនុស្សភាគច្រើនគិតទៅដល់បរិះមុនគេដែលស័ក្តិសមនឹងទទួលបានមុខតំណែងណាមួយនៅក្នុងលំហមានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីភពផែនដីតែសម័យបច្ចុប្បន្នស្ត្រីជាច្រើនគឺមានសមត្ថភាពអាចបំពេញការងារតាមក្តីស្រមៃរបស់ពួកគេបានមិនថាខាងនយោបាយយោធាបច្ចេកវិទ្យាឬក៏វិស័យអវកាសនោះទេសហរដ្ឋអាមេរិកគឺមានមោទនភាពចំពោះលោកស្រី Christina Koch ជាអវកាសយានិករបស់អង្គការ NASA កំពុងបង្កើតប្រវត្តិសាស្ត្រជាស្ត្រីដំបូងគេដែលបានធ្វើដំណើរជុំវិញឋានព្រះច័ន្ទយោងតាមសារព័ត៌មាន ABC News ផ្សាយនៅដើមខែមេសាឆ្នាំ2026លោកស្រីខូចអាយុ47ឆ្នាំជាម្នាក់ក្នុងចំណោមមនុស្ស4នាក់នឹងហោះហើរជាមួយយានអវកាស Orion សម្រាប់បេសកកម្ម Artemis 2 របស់ NASA ដែលបាញ់បង្ហោះទៅឋានព្រះច័ន្ទពីមជ្ឈមបពិអវកាស Kennedy ក្នុងរដ្ឋ Florida ក្នុងរយៈពេល10ថ្ងៃនៃបេសកកម្មដំណើរដ៏វែងឆ្ងាយជាង1,124,000 គីឡូម៉ែត្រហោះឆ្លងកាត់លំហអាកាសទៅឋានព្រះច័ន្ទវាជាលើកទី1ក្នុងរយៈពេលជាង50ឆ្នាំសម្រាប់អវកាសយានិកអាមេរិកបានធ្វើដំណើរជុំវិញឋានព្រះច័ន្ទក្រៅពីខូចបេសកកម្មនេះក៏មានអវកាសយានិកដទៃទៀតរបស់ NASA ជាជនជាតិអាមេរិកគឺលោក Reed Wiseman និងលោក Victor Clover របស់អវកាសយានិករបស់ទីភ្នាក់ងារអវកាសកាណាដាលោក Joe Remy Hansen ម្នាក់ផងដែរលោកស្រីខូចកើតនៅរដ្ឋ Michigan និងធំធាត់នៅក្នុង North Carolina ស្ត្រីរូបនេះមិនមែនជាមនុស្សចម្លែកចំពោះបេសកកម្ម NASA ដែលបានបង្កើតកំណត់ត្រានោះទេលោកស្រីត្រូវបានជ្រើសរើសជាលើកដំបូងជាអវកាសយានិក NASA ក្នុងឆ្នាំ2013នៅក្នុងខែធ្នូឆ្នាំ2019លោកស្រីបង្កើតកំណត់ត្រាសម្រាប់ការហោះហើរអវកាសយូរបំផុតដោយចំណាយពេល328ថ្ងៃជាប់ៗគ្នានៅក្នុងលំហ